ការដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងអ្វីជាប្រយោជន៍ក្នុងលោកបច្ចុប្បន្នអ្វីដែលជាប្រយោជន៍ក្នុងលោកខាងមុខយល់ទេចាគុណចាស់អ្វីដែលជាប្រយោជន៍ក្នុងលោកបច្ចុប្បន្ននេះយើងតាមធម្មតាដែលយើងនៅជាពុទ្ធជនប្រយោជន៍នៅក្នុងបច្ចុប្បន្នហ្នឹងគឺម្នាក់ខំស្វែងរកនៅសេចក្តីសុខខំស្វែងរកនៅលាភសក្ការៈខំស្វែងរកនៅអំណាចខំស្វែងរកនៅអ្វីគ្រប់យ៉ាងដែលមាននៅក្នុងโลกហ្នឹងដើម្បីប្រមូលមកនៅសេចក្តីសុខនៅក្នុងโลกជាបច្ចុប្បន្នមែនទេម្នាក់ហ្នឹងកូនចាហ្នឹងគឺត្រូវស្វែងរកប្រាក់ត្រូវស្វែងរកផ្ទះត្រូវស្វែងរកយសត្រូវស្វែងរកលាភត្រូវស្វែងរកយ៉ាងនេះយ៉ាងនោះអូដល់យ៉ាងច្រើនដែលការស្វែងរកនោះតេតិនជាមួយនឹងអំណាចអាស្រ័យទៅដោយតណ្ហាការស្វែងរកហ្នឹងគឺណាវាតេតិនជាមួយនឹងអំណាចរបស់តណ្ហាទៅស្វែងរកឃើញទេការស្វែងរកនោះវាតេតិនជាមួយនឹងតណ្ហានឹងតែម្ដងហើយការស្វែងរកដែលតេតិនជាមួយនឹងតណ្ហាអាស្រ័យដោយតណ្ហាតើការស្វែងរកនោះបើសិនជាបានមកតើវារួចផុតទុកបានដែរអត់ឃើញទេកាលណាវាបានមកអាសេចក្តីប្រកាន់និងអាសេចក្តីហួងហែងនិងសេចក្តីងប់ជ្រប់នោះវាកាន់តែធ្វេឡើងកាន់តែប្រកាន់ឡើងព្រោះការស្វែងរកនោះអាស្រ័យដោយតណ្ហានេះនឹងអញ្ចឹងទាំងក្នុងលោកបច្ចុប្បន្នទាំងក្នុងលោកខាងមុខយល់បានទេចាតែដល់តែព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ដឹងព្រះអង្គទ្រង់ទូលមានព្រានបដៅដល់យើងទាំងអស់គ្នាប្រយោជន៍ក្នុងលោកបច្ចុប្បន្ននេះក្តីប្រយោជន៍ក្នុងលោកខាងមុខនេះក្តីពាក្យទិនតែជាមួយនឹងធម៌ពីរតែទិនជាមួយនឹងធម៌ពីរទេធម៌ពីរហ្នឹងគឺអីទី1គឺកល្យាណមិត្តតែទិនជាមួយនឹងធម៌ពីរទៅគាត់ទី1គឺកល្យាណមិត្តនិងទី2គឺការលះបង់នៅទុច្ចរិតលះបង់នៅទុច្ចរិតលះបង់នៅអកុសលមានតែពីរហ្នឹងឯងបើសិនបើប្រយោជន៍ក្នុងបច្ចុប្បន្នហ្នឹងឯងប្រយោជន៍ក្នុងលោកបច្ចុប្បន្នហ្នឹងឯងគឺជាកល្យាណមិត្តប្រយោជន៍នៅក្នុងលោកខាងមុខគឺការលះបង់នៅទុច្ចរិតការលះបង់នៅអកុសលណាគូចាបើសិនជាប្រយោជន៍ក្នុងលោកបច្ចុប្បន្នហ្នឹងក្នុងបច្ចុប្បន្នហ្នឹងឯងគឺកល្យាណមិត្តអញ្ចឹងប្រយោជន៍នៅក្នុងលោកខាងមុខគឺការលះបង់នៅទុច្ចរិតការលះបង់នៅអកុសលស្រាប់បានទេគូចាតែបើសិនជាប្រយោជន៍បច្ចុប្បន្នហ្នឹងគឺការលះបង់នៅទុច្ចរិតការលះបង់នៅអកុសលអញ្ចឹងប្រយោជន៍នៅក្នុងលោកខាងមុខគឺកល្យាណមិត្តឆ្លាស់គ្នាទៅវិញទៅមកស្រាប់បានទេបងប្អូននឹងនេះព្រះអង្គទ្រង់សម្ដែងឲ្យយើងដឹងហើយដឹងអំពីរឿងលោកដែលជាសង្កតៈធាតុហើយនឹងព្រះនិព្វានដែលជាអសង្កតៈនោះមីវាតេតិនជាមួយនឹងធម៌ពីរនឹងឯងវាខុសអំពីគំនិតរបស់យើងស្វែងរកនេះយើងស្វែងរកនោះតែតាមពិតការដឹកនាំរបស់ព្រះសម្មាសម្ពុទ្ធគឺប្រយោជន៍ក្នុងបច្ចុប្បន្ននេះគឺការស្វែងរកនៅកល្យាណមិត្តការបាននៅកល្យាណមិត្តមានព្រះសម្មាសម្ពុទ្ធជាដើមហើយនឹងប្រយោជន៍ក្នុងលោកខាងមុខគឺការលះបង់នៅទុច្ចរិតការលះបង់នៅអកុសលអញ្ចឹងធម៌ពីរហ្នឹងវាត្រូវនៅឆ្លាស់គ្នាទៅវិញទៅមកយល់ទេចាគឺការលះបង់នៅទុច្ចរិតការលះបង់នៅអកុសលទាំងឡាយបានបើ
មិនបានជួបកល្យាណមិត្តគឺព្រះសម្មាសម្ពុទ្ធទេយើងដឹងថាលះបង់ទុច្ចរិតលះបង់មិនកើតដែរយើងដឹងដែរអត់ដឹងទេណាមិនដឹងតែលះបង់ទុច្ចរិតកាយទុច្ចរិតវិជ័យទុច្ចរិតមโนទុច្ចរិតហ្នឹងលះបង់អត់បានទេណាសមាលីមែនទេឃើញអានឹងបើសិនជាយើងស្វែងរកប្រយោជន៍នៅក្នុងបច្ចុប្បន្នក្នុងការលះបង់នៅទុច្ចរិតត្រូវបើស្វែងរកកល្យាណមិត្តមែនទេឃើញទេហើយស្វែងរកនៅកល្យាណមិត្តដើម្បីអីដើម្បីការលះបង់នៅទុច្ចរិតទាំងពីរហ្នឹងបានប្រព្រឹត្តទៅដើម្បីឆ្លងនៅអន្លង់ដ៏ជ្រៅទៅកាន់អមតភាពគឺបរមត្តប្រយោជន៍បានយល់ទេអញ្ចឹងនេះគឺទ្រឹស្ដីនៅក្នុងពុទ្ធសាសនាគឺអញ្ចឹងនេះគឺអញ្ចឹងដែលយើងមកសិក្សានៅក្នុងពុទ្ធសាសនាយើងត្រូវឃើញតែជីវិតរបស់យើងមកជួបនៅពុទ្ធសាសនាដើម្បីអីថាដើម្បីទិដ្ឋធម្មកថាប្រយោជន៍យល់ទេអញ្ចឹងគឺមានជីវិតដើម្បីមកបាននៅប្រយោជន៍ក្នុងបច្ចុប្បន្នមានជីវិតដើម្បីបាននៅប្រយោជន៍ក្នុងលោកខាងមុខដើម្បីបរមត្តប្រយោជន៍គឺព្រះណាព្រះ